ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដបានគូបញ្ជាក់ថាកម្ពុជាសម្រេចបាន92 198លើគោលដៅ95 នៃការឆ្លើយតបនឹងមេរោគអេដនិងជំងឺអេដឆ្នាំ2024អាដាមទេសរដ្ឋមន្ត្រីអៀងម៉ូលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដថ្លែងដូចនេះក្នុងការដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដនិងចីរភាពកម្មវិធីអេដសម្រាប់ឆ្នាំ2023-2028នៅថ្ងៃទី14ខែតុលាឆ្នាំ2025នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដដែលមានការចូលរួមពីប្រធានអនុប្រធានសមាជិកក្រុមការងារតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដនិងចីរភាពកម្មវិធីអេដព្រមទាំងក្រុមប្រឹក្សាបច្ចេកទេសនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដកិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនិងបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងពេលអនុវត្តគោលនយោបាយនិងលើកជាដំណោះស្រាយសម្រាប់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដក្រសួងស្ថាប័នរាជធានីខេត្តក្រុងស្រុកខណ្ឌនិងឃុំសង្កាត់យកទៅអនុវត្តបន្តអាដាមទេសរដ្ឋមន្ត្រីបញ្ជាក់ថាក្នុងគោលបំណងជំរុញការតាមដាននិងវាតម្លៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដនិងចីរភាពកម្មវិធីអេដសម្រាប់ឆ្នាំ2023-2028ឲ្យបានជោគជ័យក្រុមការងារត្រាក់ក្រសួងតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដនិងចីរភាពកម្មវិធីអេដសម្រាប់ឆ្នាំ2023-2028បានឯកភាពគ្នាថារៀបចំកិច្ចប្រជុំរួមជាមួយក្រុមប្រឹក្សាបច្ចេកទេសឲ្យបានមួយដងក្នុងមួយត្រីមាសទន្ទឹមនឹងនេះរបាយការណ៍ស្ដីពីវឌ្ឍនភាពការឆ្លើយតបនឹងមេរោគអេដនិងជំងឺអេដឆ្នាំ2024បានដាក់ជូនរាជរដ្ឋាភិបាលរៀបរាល់ដោយឆ្លងក្រុមប្រឹក្សានៃច្បាប់និងក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌នៅទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយអាដាមទេសរដ្ឋមន្ត្រីបានបន្ថែមថាក្នុងឆ្នាំ2024តាមរយៈកិច្ចប្រឹងប្រែងរួមគ្នាជាលទ្ធផលនៃការអនុវត្តគោលនយោបាយលើគោលដៅ95 កម្ពុជាសម្រេចបាន92 198ដោយក្រសួងស្ថាប័នរាជធានីខេត្តបានខិតខំធ្វើការបញ្ជ្រាបការយល់ដឹងអំពីមេរោគអេដនិងអំពីការរើសអើងអ្នកផ្ទុកមេរោគអេដផងដែរអាដាមទេសរដ្ឋមន្ត្រីអេម៉ូលីបានគូបញ្ជាក់ថានៅរយៈពេលចុងក្រោយនេះកម្ពុជាបានបង្កើនទីតាំងធ្វើតេស្តបញ្ជាក់មេរោគអេដហើយការផ្តល់សេវាប្រឹក្សាព័ត៌មានក៏មានកំណើនក៏ប៉ុន្តែមិនទាន់ដល់គោលដៅដែលបានកំណត់នៅឡើយចំណុចល្អសម្រាប់កម្ពុជាគឺការដាក់ឲ្យប្រើប្រាស់ឱសថកាបូតេក្រាវីប្រភេទចាក់ដែលចាក់មួយដងមានប្រសិទ្ធភាព2ខែការគ្របដណ្ដប់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមត្ថភាពសុខាភិបាលដល់អ្នកផ្ទុកមេរោគអេដក៏បានកើនឡើងដល់ 71% ផងដែរ